ពេលព្រឹកព្រលឹមខ្ញុំមកថតផ្កានៅខាងមុខផ្ទះរបស់ខ្ញុំនេះផ្កាម៉ោង10ដែលខ្ញុំទើបតែដាំថ្ងៃមុនបងប្អូនមានពណ៌ក្រហមពណ៌លឿងហើយនិងពណ៌ទឹកក្រូចផ្កាឈូកទើបដាំថ្ងៃមុនលាស់ត្រួយឥឡូវចាប់ផ្ដើមចេញផ្កាបដាហើយបងប្អូនស្អាតណាស់ផ្កាម៉ោង10មុខផ្ទះនឹងខ្ញុំមានគ្រប់ពណ៌បងប្អូនស្រឡាញ់ទេបងប្អូននេះជាផ្កានៅមុខផ្ទះនឹងខ្ញុំនោះពណ៌ទឹកក្រូចបងប្អូនហើយនេះជាដើមសកានាគបងប្អូនខ្ញុំយកចេញពីគ្រាប់សកានាគដែលយើងញ៉ាំផ្លែសកានាគហ្នឹងបងប្អូនឥឡូវធំប៉ុណ្ណេះហើយនេះជាផ្កាម៉ោង8របស់យើងបងប្អូនពេលព្រឹកអញ្ចេះក៏រីស្រស់ស្អាតដែរនឹងផ្កាមយូឡែត100 សតវត្សពណ៌ផ្កាឈូកពេលព្រឹកអញ្ចេះរីស្រស់គ្រប់កន្លែងបងប្អូនពេលព្រឹកឡើងអញ្ចេះនេះសិតផ្កាមយូឡែត100 សតវត្សពេលព្រឹកឡើងរីស្រស់ស្អាតផ្កាម៉ោង8នេះក៏ស្អាតដែរបងប្អូននោះផ្កាម៉ោង10ពណ៌ក្រហមក៏ស្អាតផ្កាម៉ោង8ក៏ស្អាតហើយផ្កាមយូឡែតយើងក៏ស្អាតពណ៌ផ្កាឈូកបងប្អូនហើយ100 សតវត្សទៀតស្អាតណាស់បងប្អូនយល់យ៉ាងណាដែរបងប្អូនពេលព្រឹកអញ្ចេះផ្កាមុខផ្ទះនៅខ្ញុំច្រើនចំណែកផ្កាម្លិះវិញក៏ស្អាតដែរបងប្អូនពេលព្រឹកអញ្ចេះរីកស្រស់គ្រប់ដើមបងប្អូនហើយថ្ងៃនេះរីកច្រើនទៀតផ្កាម្លិះផ្ទះនឹងខ្ញុំរាល់ដងព្រឹកឡើងអត់ដែរសល់ទេបងប្អូនដោយសារតាមានគេបេះអញ្ចឹងទៅណាបងប្អូនឥឡូវថ្ងៃនេះបានថតឲ្យបងប្អូនទស្សនាថ្ងៃនេះរីកច្រើនគួរសមដល់ពេលថ្ងៃត្រង់ខ្ញុំចាប់ផ្ដើមធ្វើម្ហូបម្ដងបងប្អូនថ្ងៃនេះនឹកឃើញចង់អាំងត្រេនដែងដូច្នេះហើយក៏ទៅយកត្រេនដែងពីក្នុងទូទឹកកកយកមកដាក់លាងទឹកសម្អាតឲ្យអស់ជារំអិលឲ្យស្អាតដើម្បីយើងយកទៅអាំងបងប្អូនឥឡូវយើងចាំផ្ដើមចាក់ទឹកចាញ់លាងទឹកឲ្យបងប្អូនបន្តិចទៀតនឹងខ្ញុំនឹងចាប់ផ្ដើមទៅយកអំបិលមករឹតត្រេនដែងនេះឲ្យអស់រំអិលហើយបានយើងយកទៅអាំងខាត់បងប្អូនធ្វើបែបនេះទឹកត្រីយើងពេលអាំងឆ្អិនទៅល្អហើយមានរសជាតិឆ្ងាញ់ទៀតបងប្អូនយើងធ្វើបែបនេះពេលអាំងទៅក៏វាអត់សូវជាប់នឹងចង្អើរអាំងយើងដែរណាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមទៅយកអំបិលយកដាក់ឲ្យបងប្អូនឥឡូវយើងចាប់ផ្ដើមរុំអំបិលរបស់ឲ្យត្រីឲ្យស្អាតសិនបងប្អូនរូតអំបិលហើយយើងត្រូវផ្អាប់វាទុកមួយសន្ទុះទៀតណាបងប្អូនទើបយើងយកត្រីនេះទៅអាំងបានហើយនឹងខ្ញុំចាប់ផ្ដើមរូតអំបិលសម្អាតខាងក្នុងរបស់ត្រីដើម្បីឲ្យប្រកាសថាត្រីថ្ងៃនេះយើងធ្វើបានស្អាតត្រីដែលខ្ញុំទិញមកថ្ងៃនេះធំបងប្អូនណាជើងទស្សនាធំ3ណា1 គីឡូបងប្អូនត្រីនេះធំគ្រាន់បើបងប្អូនមើលទៅពេលយើងអាំងទៅមានឲ្យជារសឆ្ងាញ់បងប្អូនយើងចាប់ផ្ដើមរត់អំបិលឲ្យស្អាតសម្អាតឲ្យស្អាតដើម្បីយើងត្រៀមយកទៅអាំងត្រីថ្ងៃនេះយើងត្រីអណ្ដែងតើយើងធ្វើឲ្យស្អាតអញ្ចឹងបានកាត់ចង្អាបនិងជារំអិលវាបានល្អឥឡូវយើងចាប់ផ្ដើមលាងសម្អាតដាក់ទឹកសម្អាតត្រីម្ដងទៀតដើម្បីត្រៀមយកទៅអាំងឥឡូវនឹងខ្ញុំសម្អាតម្ដងទៀតចាប់ផ្ដើមលាងសម្អាតម្ដងមួយឲ្យស្អាតជាតិអំបិលទាំងអស់ហើយពេលយើងអាំងទៅក៏មានរសជាតិប្រៃលែមដែរអត់សាបទេបងប្អូនរសជាតិត្រីដែលយើងធ្វើបែបនេះអាំងទៅមានរសជាតិឆ្ងាញ់វាអត់សាបណាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមលាងទឹករួចរាល់ហើយត្រៀមយកត្រីដើម្បីយកទៅអាំងហើយឥឡូវខ្ញុំសម្អាតកន្លែងដែលយើងធ្វើត្រីនឹងបន្តិចនេះជាត្រីបងប្អូនដែលខ្ញុំលាងសម្អាតរួចរាល់ឥឡូវតិចទៀតនឹងខ្ញុំនឹងយកទៅអាំងឲ្យបងប្អូនទស្សនាទាំងអស់គ្នាយើងត្រៀមយកត្រីទៅអាំងឥឡូវនឹងខ្ញុំយកត្រីមកអាំងនៅចំហៀងផ្ទះដែលយើងបានរៀបចំទុករួចរាល់នេះជាចង្ក្រានដែលយើងបានបង្កាត់ធ្យូងទុកហើយរួចរាល់សម្រាប់អាំងត្រីខ្ញុំដាក់ផេះរោយពីលើបន្តិចដើម្បីកុំឲ្យចំហាយកម្ដៅក្តៅធ្វើឲ្យត្រីយើងអាំងឆាប់ខ្លោចបងប្អូនធ្វើបែបនេះក៏ត្រីអាំងបានឆ្អិនល្អដែរឥឡូវនឹងខ្ញុំត្រៀមចាប់ដើមយកត្រីមកអាំងឲ្យបងប្អូន
នេះនឹងខ្ញុំយកត្រីមកដាក់នៅទៅលើចង្ក្រានអាំងឲ្យបងប្អូនទស្សនាទាំងអស់គ្នាថាការអាំងត្រីរបស់នាងខ្ញុំយ៉ាងម៉េចដែរបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់ត្រីអាំងហើយម្ដងមួយដើម្បីត្រីយើងពេលអាំងទៅចាប់ផ្ដើមឆ្អិនល្អយើងមើលត្រីណាធំដាក់ខាងបន្តិចហើយទូយើងដាក់កណ្ដាលដើម្បីឲ្យត្រីវារៀងឆ្អិនបានល្អស្រួលបួលយើងអាំងកុំបង្ខំភ្លើងណាបងប្អូនពេលបង្ខំភ្លើងទៅក៏ត្រីយើងអត់បានឆ្អិនល្អដែរបងប្អូនពេលដែលវាចាប់ផ្ដើមឆ្អិនបានមួយចំហៀងយើងចាប់ផ្ដើមប្រែបងប្អូនប្រែមករៀងដាច់ស្បែកវាបន្តិចដែរបងប្អូនតែមិនអីទេបងប្អូនយើងព្យាយាមប្រើភ្លើងថយភ្លើងបន្តិចទៀតបងប្អូនកុំប្រើខ្លាំងពេកពេលភ្លើងដែលយើងប្រើខ្លាំងពេកក៏ធ្វើឲ្យត្រីអាំងទៅជាប់ស្បែកនឹងចង្អើរដែរបងប្អូនចឹងណាយើងព្យាយាមប្រែម្ដងបន្តិចដើម្បីឲ្យត្រីយើងប្រែបានល្អឥឡូវជាប់ស្បែកច្រើនដែរតែខ្ញុំព្យាយាមអាំងត្រីឲ្យឆ្អិនបានល្អយើងចាប់ផ្ដើមប្រែត្រីរួចរាល់ហើយខ្ញុំក៏ឆ្លៀតពេលទំនេរដែលយើងអាំងត្រីនេះនាំបងប្អូនទៅមើលមាន់នឹងខ្ញុំចាំដែរបងប្អូននេះជាមាន់នៅផ្ទះនឹងខ្ញុំចាំតែមេ3ទេបងប្អូនហើយនឹងបាមួយភាគច្រើនមាន់ផ្ទះនឹងខ្ញុំពណ៌ក្រហមហើយមានចំត្រី7ពណ៌ខ្លះដែរគ្រាន់ពេលទំនេរយើងដាក់ចំណីឲ្យត្រីវាស៊ីបងប្អូននឹងខ្ញុំចូលចិត្តចិញ្ចឹមត្រីចិញ្ចឹមមាន់វាត្រីផ្ទះនឹងខ្ញុំពេលដាក់ទៅវាមកនាំកូននាំចៅមកស៊ីចំណីច្រើនខ្ញុំចាប់ផ្ដើមដាក់ចំណីឲ្យត្រីបន្ថែមទៀតណាអំបញ្ញមិញក្មេងវាយគ្នាបងប្អូនអញ្ចឹងមានការរំខានបន្តិចបន្តួចអញ្ចឹងបងប្អូនសូមកុំប្រកាន់អីណាបងប្អូននេះត្រីរបស់យើងមានច្រើនក្បាលមិនតិចទេបងប្អូននឹងខ្ញុំដាក់ចំណីឲ្យស៊ីរាល់ថ្ងៃត្រីនេះហើយមេពូវាប៉ោងធំនេះអាហ្នឹងយើងជាប្រភេទត្រីតាំងលម្អភេទត្រី7ពណ៌នោះត្រីក្រំជុលពណ៌មាសពីមុនត្រីក្រំបែបនេះចិញ្ចឹមច្រើនដល់ពេលមួយរយៈនេះមានសត្វកង្កែបវានឹងមកពីណាចូលមកស៊ីត្រីក្រំខ្ញុំអស់ហើយបងប្អូននៅសត្វតែត្រី7ពណ៌ច្រើនត្រីក្រំសត្វតែមួយទេបងប្អូនស្អាតទេបងប្អូនដាក់ចំណីទៅមកស៊ីច្រើនណានេះនាំកូននាំចៅមកស៊ីចំណីដែលយើងដាក់ឲ្យហ្នឹងពេលថតទៅរៀងចាំងពលឺតិចបងប្អូនធ្វើឲ្យយើងមើលត្រីអត់សូវច្បាស់ណាបងប្អូនតែស្អាតត្រីច្រើនណាស់ហើយពេញទឹកនេះយើងឆ្លៀតពេលមកថតសកម្មភាពត្រីហើយនឹងផ្កាមាននៅចំហៀងផ្ទះរបស់នាងខ្ញុំក៏ច្រើនដែរខ្ញុំថតទេសភាពនៅចំហៀងផ្ទះពេលដែលយើងត្រីមិនទាន់ឆ្អិនស្រួលបួលយើងឆ្លៀតមកថតឲ្យបងប្អូនទាំងអស់គ្នាមើលថាទេសភាពនៅចំហៀងផ្ទះមានអីខ្លះអញ្ចឹងទៅណាបងប្អូនជឿនទស្សនាទាំងអស់គ្នាបងប្អូននេះជាការមានឆ្នាំនោះមានផ្ទះខ្ញុំការច្រើនគួរសមដែរមានផ្ទះនាងខ្ញុំពេលដែលថតអញ្ចឹងរៀងពិបាកថតតិចបងប្អូននេះមានឥឡូវត្រីយើងចាប់ផ្ដើមឆ្អិនប្រែរួចរាល់ហើយបានឆ្អិនបានល្អមួយចំហៀងទៀតហើយបងប្អូនឆ្អិនបានល្អពេលដែលយើងប្រែមកខាងនេះអត់សូវទាំងលបកស្បែកទេដោយសារតែពេលយើងចាប់ផ្ដើមអាំងដំបូងយើងអត់បានឲ្យវាក្តៅចង្អើរសិនបងប្អូនពេលយើងអត់បានក្តៅចង្អើរអញ្ចឹងពេលយើងដាក់អាំងទៅធ្វើឲ្យជាប់ស្បែកត្រីតែដល់ពេលចង្អើរយើងរៀងក្តៅយើងប្រែមួយចំហៀងទៀតឥឡូវត្រីយើងដូចអត់មានជាប់ស្បែកអីទេក្រៀមស្អាតល្អខ្ញុំប្រែបន្តិចដើម្បីឆ្អិនប្រកាសថាត្រីយើងឆ្អិន100%បានស្អាតល្អខ្ញុំចាប់ផ្ដើមប្រែត្រីបន្តិចទៀតដើម្បីឆ្អិនស្បែកមួយចំហៀងទៀតបានល្អឲ្យក្រៀមត្រីតែពេលយើងអាំងទៅក្រៀមទឹកឆ្ងាញ់ហើយភ្លើងយើងកុំប្រើភ្លើងខ្លាំងពេកយើងប្រើភ្លើងហឹមយើងត្រូវដកងើបភ្លើងចេញខ្លះកុំឲ្យដូចពេលយើងអាំងដំបូងទៅយកអត់ទាន់បានដករងើបភ្លើងចេញខ្លះ
ធ្វើត្រីអាំងទៅជាប់ស្បែកយើងអាំងអត់បានល្អតែនេះយើងចាប់ផ្ដើមបន្ថយកម្ដៅខ្លះកុំឲ្យរងើកភ្លើងពេលក្តៅខ្លាំងពេកធ្វើត្រីយើងអាំងអត់បានក្រៀមស្អាតអញ្ចឹងទេបងប្អូនធ្វើត្រីយើងខ្លោចតែខាងក្រៅហើយខាងក្នុងឆៅតែឥឡូវនាងខ្ញុំដករងើកចេញខ្លះហ្នឹងទៅត្រីយើងអាំងបានក្រៀមស្អាតល្អតួវគ្គដំបូងយើងអាំងរៀងជាប់ស្បែកបន្តិចមែនក៏ប៉ុន្តែឥឡូវត្រីយើងអត់ដូចកាលវគ្គដំបូងទេចាប់ផ្ដើមក្រៀមស្បែកល្អហើយបងប្អូនឥឡូវនាងខ្ញុំចាប់ផ្ដើមឆ្អិនហើយចាប់ដាក់ក្នុងចានហើយដើម្បីទៅត្រៀមធ្វើទឹកជ្រលក់បងប្អូនឆ្អិនល្អបងប្អូនត្រីយើងអាំងនេះជាត្រីដែលខ្ញុំអាំងហើយជើងទស្សនាស្អាតល្អទេបងប្អូនត្រីដែលយើងអាំងក្រៀមបែបនេះវាធ្វើទឹកម្ជូរស្វាយទៅឆ្ងាញ់ត្រីយើងឆ្អិនរួចរាល់ខ្ញុំឆ្លៀតមកបេះជីដើម្បីយកទៅធ្វើជាទឹកជ្រលក់ដើម្បីឲ្យមានរសជាតិឈ្ងុយបន្ថែមក្លិនពេលដែលយើងធ្វើទឹកជ្រលក់ទៅយើងដាក់ជីទៅមានរសជាតិឈ្ងុយហើយនឹងខ្ញុំមកធ្វើទឹកម្ជូរស្វាយឥឡូវមកចិតសំបកស្វាយបងប្អូននឹងខ្ញុំចិតសំបកស្វាយឲ្យរួចរាល់ហើយខ្ញុំចិតដាក់ចានដើម្បីរៀបចំធ្វើទឹកម្ជូរស្វាយញ៉ាំជាមួយត្រីអណ្ដែងអាំងឥឡូវខ្ញុំចិតស្វាយឥឡូវនឹងខ្ញុំចាប់ផ្ដើមចិតស្វាយឆាប់ហើយរួចរាល់សិនឥឡូវកូនចាប់ផ្ដើមធ្វើទុកហើយបងប្អូននឹងបានបាយញ៉ាំអត់ទេថ្ងៃនេះចាប់ផ្ដើមយើងចិតស្វាយរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមលាយគ្រឿងឥឡូវយើងដល់វាលាយគ្រឿងហើយនឹងខ្ញុំដាក់អំបិលបន្តិចព្រោះអីស្វាយយើងច្រើនដូច្នេះខ្ញុំក៏ដាក់អំបិលបន្តិចទៅហើយនឹងប៊ីចេងយើងដាក់តាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តច្រើនដាក់ច្រើនទៅនឹងខ្ញុំដាក់តែប៉ុណ្្នឹងទេបងប្អូនដាក់តែបន្តិចប៉ុណ្្នឹងទេហើយនឹងខ្ញុំក៏បិទគម្របប៊ីចេងទុកហើយចាប់ផ្ដើមដាក់ស្ករម្ដងបងប្អូនស្ករយើងដាក់រៀងច្រើនបន្តិចបានឆ្ងាញ់បងប្អូនដោយសារតែទឹកជ្រលក់របស់យើងត្រូវការជាតិប្រៃផ្អែមរសជាតិប្រៃផ្អែមទៅឆ្ងាញ់នេះខ្ញុំដាក់ស្កររួចរាល់ហើយក៏បន្ថែមទឹកត្រីបន្តិចដែរទឹកត្រីកុំដាក់ច្រើនពេកណាបងប្អូននេះខ្ញុំដាក់តែបន្តិចទេនេះបើបងប្អូនដាក់ច្រើនអាចប្រៃនេះដាក់ប៉ុណ្ណឹងទៅជាការស្រេចពេកដែលយើងរៀបចំទឹកម្ជូរទៅធ្វើវាមានរសជាតិឆ្ងាញ់ណាបងប្អូនហើយយើងកុំភ្លេចណាថែមខ្ទឹមបន្តិចផងព្រោះខ្ទឹមក៏ជួយបង្កើនរសជាតិទឹកជ្រលក់របស់យើងដែរណាបងប្អូនហើយនឹងខ្ញុំចាប់ផ្ដើមធ្វើវាចិត្តរួចរាល់ហើយនឹងខ្ញុំក៏ដាក់ជីចូលហើយយើងថែមជីដាក់ហើយយើងយកសាប់ព្រាកូរដើម្បីឲ្យវាសព្វចូលក្នុងទឹកជ្រលក់របស់យើងជីបង្កើនក្លិនធ្វើឲ្យទឹកជ្រលក់ម្ជូរស្វាយយើងមានរសជាតិឈ្ងុយឆ្ងាញ់ពេលដែលខ្ញុំកូរវាបានរួចរាល់ហើយខ្ញុំក៏ថែមម្ទេសបន្តិចបន្តួចដែរបងប្អូនព្រោះម្ទេសក៏ធ្វើឲ្យទឹកជ្រលក់របស់យើងកាន់តែមានជារសឈ្ងុយឆ្ងាញ់ដែរបងប្អូនចូលចិត្តហឹរដាក់ច្រើនជាងនេះក៏បានដែរតែខ្ញុំដាក់តែ2គ្រាប់ទេហើយអត់ទាន់ញ៉ាច់ទេបងប្អូនដោយសារខ្លាចកូនញ៉ាំអត់កើតយើងដាក់បែបនេះទៅដើម្បីឲ្យវាមានសុខភាពស្អាតហើយក៏ឆ្ងាញ់ដែរហើយខ្ញុំចិត្តធ្វើរួចរាល់ហើយយើងជ្រុំចឹងទៅដើម្បីឲ្យវាមានក្លិនឈ្ងុយប្រហើរនៅក្នុងទឹកម្ជូរស្វាយរបស់យើងឥឡូវម្ហូបរបស់យើងត្រីអណ្ដែងអាំងទឹកម្ជូរស្វាយបានរួចរាល់ហើយបងប្អូនភ្លក់ជាមួយខ្ញុំទេបងប្អូនមានរសជាតិយ៉ាងណាដែរដល់ម៉ោងបាយអរគុណបងប្អូនសម្រាប់ការទស្សនា